សហរដ្ឋអាមេរិកបិទវីសាជនអន្តោប្រវេសន៍75ប្រទេសក្នុងនោះកម្ពុជាយើងក៏មានដែរហើយវៀតណាមអត់មានទេបងប្អូនជឿឆ្ងល់ថាហេតុអីក៏វៀតណាមលុយមែនគេអត់បិទដោយសារអីបងប្អូនមើលប្រជាជនវៀតណាមដែលនៅទូទាំងពិភពលោកគឺទាំងចាស់ទាំងក្មេងជាពិសេសបងប្អូនបានទៅវៀតណាមផ្ទាល់ឃើញហើយមនុស្សចាស់វៀតណាមនៅវៀតណាមអាយុ60 70 80ក៏នៅតែធ្វើការធ្វើងារយប់កដាទៀតក៏សុខចិត្តធ្វើការងាររបៀបលាងចានឬក៏ហៅភ្ញៀវតាមរេស្តូរ៉ង់អីផ្សេងដែរគឺគេអត់នៅទំនេរទេគេអត់នៅស្គៀមទេចាស់ចំណាស់ណាក៏ធ្វើការដែរអញ្ចឹងអាមេរិកគេគិតឡើងវិញគេថាប្រទេសផ្សេងមកនេះគឺមកយកផលប្រយោជន៍ពីសហរដ្ឋអាមេរិកបើប្រទេសវៀតណាមនេះគឺគេអត់យកប្រយោជន៍ទេគេមកហ្នឹងគឺធ្វើការរកស៊ីបើកហាងជួញដូរគេបង្កើតមុខរបរហាងវៀតណាមនៅអាមេរិកនេះក៏ច្រើនដែរអញ្ចឹងពេលខ្លះអ្នកខ្លះមកអាមេរិកអញ្ចឹងគិតថាយើងមកអញ្ចឹងទៅធ្វើការបន្តិចបន្តួចអីអញ្ចឹងយើងមកស្នើសុំលុយរត់ចាយម្នាក់គិតថាអូមកនេះមិនដាច់ពោះទេរត់គេជួយចិញ្ចឹមជួយអញ្ចេះជួយអញ្ចោះទាំងវិស័យសុខាភិបាលអីផ្សេងទៅអញ្ចឹងអាមេរិកគេអត់ត្រូវការមកបូមឈាមជញ្ជក់ឈាមគេទេគេរកតែប្រទេសណាដែលគិតថាមកជួយធ្វើឲ្យសេដ្ឋកិច្ចគេដើរវិញមិនមែនមកបឺតជញ្ជក់លុយពីអាមេរិកវិញទេអញ្ចឹងហើយបានគេរឹតបន្តឹងថាជនអន្តោប្រវេសន៍ដែលស្នើសុំរស់នៅដូចជាប្តីប្រពន្ធការមករស់នៅម៉ែឪធានាកូនធានាឪពុកម្ដាយឥឡូវគេគិតឡើងវិញថាបើធានាមកហើយឲ្យរត់គេជួយចិញ្ចឹមជួយអីក៏គេរៀងពិបាកដែរតែបើសិនជាករណីមករៀនមកលេងឬក៏មកវិនិយោគទុនអីគឺនៅចូលមកធម្មតាវាអត់មានជាបញ្ហាអីទេគេនៅតែឲ្យធម្មតាអញ្ចឹងមិនឃើញឥឡូវនេះឆ្នោតដែលផ្សងសំណាងមកអាមេរិកហ្នឹងឃើញគេបិទហើយឥឡូវហ្នឹងកម្មវិធីដែល EB3 ដែលគេដាក់ថាមកធ្វើការនៅអាមេរិកអីចឹងណាឥឡូវក៏គេគិតឡើងវិញអីគេគិតឡើងវិញច្រើនណាតាត្រាំគាត់កំពុងតាគេហៅថាបើកមើលកែប្រែគេហៅផ្សេងដើម្បីកុំឲ្យគេហៅថាខួរក្បាលគាត់គឺអ្នករកស៊ីគឺអ្នកចំនួនអញ្ចឹងគេច្រើនចង់ឲ្យបានលុយចូលអាមេរិកទេបើមិនមកចង់យកលុយអាមេរិកទៅរៀងពិបាកបន្តិចអញ្ចឹងព័ត៌មានផ្សេងបានចុះហើយឥឡូវនេះគាត់ថាមិនទាន់ច្បាស់ការ 100% ទេតែព័ត៌មានអីចុះផ្សេងហ្នឹងវាសឹងថា 90% ហើយឥឡូវចាំមើលបន្តទៀតថាតើព័ត៌មានពិតឬក៏មិនពិតអញ្ចឹងណាអញ្ចឹងតាមដានទាំងអស់គ្នាហើយអ្នកដែលមានបំណងត្រូវការប្រពន្ធការប្តីធានាម៉ែឪបងប្អូនឬក៏អីហ្នឹងរៀងចាប់ផ្ដើមរៀងពិបាកអីហើយឬក៏ចាំមើលដូរអាណត្តិថ្មីឬក៏មិនអីទៀតយើងតាមមើលតាមនឹងជាក់ស្ដែងថារាជរដ្ឋាភិបាលគេមានដំណោះស្រាយឬកែប្រែក្នុងការនយោបាយឬក៏កម្មវិធីអីផ្សេងទៀតយើងអត់ទាន់ដឹងអីអញ្ចឹងមានតែចាំមើលគាត់ថាឥឡូវនេះវាអត់មកគឺប្រហែលជា 90% ហើយនៅដែលជាព័ត៌មានដែលគេហៅថាច្បាស់ការហើយបងប្អូនដែលមានកម្រោងរៀបចំស្នើសុំវីសាជូនបងប្អូនឬញាតិមិត្តអីឪពុកម្ដាយអីមានអារម្មណ៍ថារៀងឃើញទៅរៀងសេតតិចតួចដែរត្រូវហើយបងប្អូនខ្ញុំដឹងថាបងប្អូនខ្លះក៏គាត់កំពុងតែរៀបចំផែនការជីវិតអីផ្សេងហើយតែឥឡូវនេះធម្មតាវាត្រូវថាមួយអាណត្តិផ្លាស់ប្ដូរគេហៅថាផ្លាស់ប្ដូរអីផ្សេងក្នុងប្រទេសគេមួយអញ្ចឹងយើងមានតែចាំមើលទៀតទៅថាដំណោះស្រាយឬការធ្វើការងារគេបែបម៉េចយើងមានតែ follow ទៅតាម government គេអូខេអរគុណច្រើនជួបគ្នានៅ vlog ក្រោយ